ពីមុនខ្ញុំធ្លាប់ស្អប់មនុស្សជាច្រើនដែលគាត់និយាយមិនត្រូវចិត្តខ្ញុំធ្វើអ្វីមិនត្រូវចិត្តខ្ញុំឬក៏គាត់ចូលចិត្តនិយាយដើមខ្ញុំអីហ្នឹងខ្ញុំគិតថាពួកគាត់គឺជាមនុស្សដែលគួរស្អប់បំផុតហើយចុះបងប្អូនទាំងអស់គ្នាវិញតើបងប្អូនយល់ថាតើមនុស្សប្រភេទណាដែលគួរឲ្យស្អប់បំផុតខ្ញុំជឿថាមានបងប្អូនមួយចំនួនគាត់ប្រហែលជាអាចគិតដូចខ្ញុំហើយក៏មានអ្នកផ្សេងទៀតគាត់គិតមិនដូចខ្ញុំដែរពួកគាត់អាចយល់ថាគឺជាឃាតករគឺជាចៅលួចគឺជាអ្នកដែលចូលចិត្តកេងប្រវ័ញ្ចបន្លំបោកប្រាស់អ្នកដទៃអីលាក់ទាំងអស់ហ្នឹងគាត់គឺជាមនុស្សដែលគួរឲ្យស្អប់បំផុតមិនមានអ្វីចម្លែកនោះទេវាជារឿងធម្មតានៃការគិតរបស់មនុស្សបងប្អូនទាំងអស់គ្នាអ្នកខ្លះគាត់យល់ថាអញ្ចេះអ្នកខ្លះគាត់យល់ថាអញ្ចោះទៅតាមការគិតក៏ដូចជាការប្រកាន់របស់គាត់រៀងៗខ្លួនប៉ុន្តែតាមពិតទៅគ្មាននរណាដែលគួរឲ្យស្អប់បំផុតនោះទេគឺមានតែការគិតរបស់យើងនេះឯងដែលគួរឲ្យស្អប់បំផុតស្ដាប់មកដល់ត្រង់ចំណុចនេះបងប្អូនប្រហែលជាឆ្ងល់ថាហាមិនទៅជាការគិតរបស់យើងនឹងគួរឲ្យស្អប់ទៅវិញគេធ្វើអាក្រក់1 2 3មកកកោកមិនគួរឲ្យស្អប់មិនបានការគិតរបស់យើងនឹងគួរឲ្យស្អប់ទៅវិញយើងគិតដូច្នេះដោយសារតែយើងមិនទាន់យល់ថាតើមនុស្សអាក្រក់ឬក៏មនុស្សអវិជ្ជមានទាំងអស់ហ្នឹងគាត់កើតឡើងដោយសារតែកត្តាអ្វីខ្លះប៉ុណ្ណោះមនុស្សខ្លះសារជាតិរបស់គាត់មិនអាក្រក់នោះទេគ្រាន់តែបរិស្ថានដែលគាត់ធំធាត់មកប្រហែលជាខ្វះនៅសេចក្តីស្រឡាញ់ឬក៏មិនទទួលបានការអប់រំត្រឹមត្រូវឬក៏គាត់ទទួលរងនៅការឈឺចាប់និងអំពើអយុត្តិធម៌ផ្សេងៗទើបធ្វើឲ្យគាត់នឹងទៅជាប្រព្រឹត្តអំពើដែលមើលទៅគួរឲ្យស្អប់និងឃោរឃៅដូចជាលួចឆក់ប្លន់សម្រាប់អ្នកដទៃអីជាដើមហ្នឹងខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាស្វែងមើលថាប្រសិនបើយើងមិនទទួលបានការអប់រំដូចជាពួកគាត់តើនឹងមានរឿងអ្វីកើតឡើងខ្លះចំពោះយើងសូម្បីតែយើងសពថ្ងៃដែលទទួលបានការអប់រំដូចជារាល់ថ្ងៃនេះហើយយើងនៅតែពិបាកក្នុងការគ្រប់គ្រងអារម្មណ៍ខ្លួនឯងចំពោះចំណងផ្សេងឬក៏រឿងរ៉ាវអវិជ្ជមានផ្សេងនៅជុំវិញខ្លួនយើងចុះទម្រាំតែអ្នកដែលគាត់មិនទទួលបានការសិក្សាអប់រំដូចជាយើងតើគាត់ពិបាកយ៉ាងណាក្នុងការគ្រប់គ្រងអារម្មណ៍ខ្លួនឯងហើយតើគាត់មានអ្វីយកមកគិតដើម្បីជួយឲ្យខ្លួនឯងគ្រប់គ្រងអារម្មណ៍អវិជ្ជមានទាំងអស់នោះបានចុះបើត្រឹមតែគេនិយាយដើមយើងគេស្អប់យើងគេច្នៃនឹងយើងគឺរឹតតែមិនគួរឲ្យស្អប់ថែមទៀតតាមពិតទៅពួកគាត់មិនមែនជាមនុស្សអាក្រក់នោះទេគ្រាន់តែគាត់មិនទាន់យល់ថាអ្វីល្អប៉ុណ្្នឹងឯងទើបគាត់ចេះតែធ្វើដដែលដោយសារតែគាត់បានទទួលឥទ្ធិពលអវិជ្ជមានពីក្រុមគ្រួសាររបស់គាត់ផងពីសង្គមជុំវិញខ្លួនគាត់ផងដែលចាក់ឫសយ៉ាងជ្រៅចូលទៅក្នុងគំនិតរបស់គាត់ទើបធ្វើឲ្យគាត់คล้ายទៅជាមនុស្សដែលគួរឲ្យស្អប់និងអវិជ្ជមានដោយមិនដឹងខ្លួនបើយើងស្អប់គាត់គឺមានតែធ្វើឲ្យខ្លួនឯងឈឺចាប់និងរស់នៅក្នុងអារម្មណ៍អវិជ្ជមានដូចជាគេដែរប៉ុន្តែសួរថាតើយើងគួរធ្វើដូចម្តេចដើម្បីកុំឲ្យស្អប់គាត់បានបើទង្វើរបស់គាត់ហ្នឹងគឺតែងតែធ្វើឲ្យយើងឈឺចាប់ឬក៏រងសម្ពាធដោយសារគាត់រហូតឧទាហរណ៍ថាគាត់ជាមិត្តរួមការងាររបស់យើងប៉ុន្តែគាត់ជាមនុស្សដែលមានចិត្តលោភលន់គាត់តែងតែកេងប្រវ័ញ្ចកម្លាំងញើសឈាមយើងធ្វើបាបយើងធ្វើឲ្យយើងមានអារម្មណ៍ថាមិនសប្បាយចិត្តឬក៏រងសម្ពាធដោយសារគាត់អីចឹងទៅបើសិនជាតាមចិត្តខឹងយើងប្រកាសជាខឹងហើយស្អប់គាត់ជាមិនខានបើយើងមើលគាត់ដោយជ្រុងវិជ្ជមានគឺមកពីគាត់មិនដឹងមិនយល់ថាការដែលគាត់ធ្វើបែបហ្នឹងវាមិនបានជួយឲ្យគាត់ហ្នឹងកាន់តែឆាប់មានបាននោះទេផ្ទុយទៅវិញវាកាន់តែធ្វើឲ្យគាត់ហ្នឹងលំបាកធ្វើឲ្យគាត់ហ្នឹងកាន់តែខាតបង់កាន់តែរងសម្ពាធបន្ថែមទៀតរឿងគ្រប់យ៉ាងវាស្ថិតនៅលើការគិតរបស់យើងប្រសិនបើយើងគិតក្នុងន័យអវិជ្ជមានយើងនឹងស្អប់គាត់ប៉ុន្តែបើសិនបើយើងគិតក្នុងន័យវិជ្ជមានយើងមានតែអាណិតគាត់បន្ថែមប៉ុន្តែបើយើងមិនអាចយកឈ្នះចិត្តខឹងចិត្តស្អប់របស់ខ្លួនឯងចំពោះគាត់បានទេយើងគួរកំណត់ព្រំដែនជាមួយគាត់នៅឲ្យឆ្ងាយពីគាត់ដើម្បីជៀសវាងបញ្ហាឬក៏ចំនួនកើតឡើងហើយប្រសិនជាអាចបងប្អូនសួរខ្លួនឯងថាតើយើងចង់ចំណាយពេលវេលាទៅលើការខឹងការស្អប់ការគុំគួនឬក៏យើងចង់ចំណាយពេលវេលារបស់យើងទៅលើការយល់ដឹងបន្ថែមគ្មាននរណាគួរឲ្យស្អប់នោះទេបើយើងបដូរការគិតបានការគិតរបស់យើងគឺជារោងចក្រផលិតសេចក្តីសុខនិងសេចក្តីទុក្ខឲ្យយើងខ្លួនឯងគ្មានអ្នកណាមកពីណានោះទេការលើកលែងទោសដល់អ្នកដទៃគឺជាការជួយខ្លួនឯងឲ្យចាកចេញពីគុកនៃការឈឺចាប់ចុច like និងចែករំលែកវីដេអូនេះម្នាក់មួយផងបើបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍ហើយបើមិនទាន់បាន follow page Facebook និង subscribe channel YouTube ខ្ញុំទេក៏សូមជួយចុច follow page និង subscribe channel ម្នាក់មួយផងសូមអរគុណចំពោះការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់